សូមជូនរឿងនិទានម្ចាស់ក្ត្រីនិងផ្លែប៉ោមមាសមានពេលមួយនៅក្នុងនគរមួយដែលហ៊ុមព័ទ្ធដោយព្រៃខៀវស្រងាត់និងភ្នំខ្ពស់មានព្រះនាងដ៏ស្រស់ស្អាតមួយអង្គព្រះនាមអេសាបេឡារស់នៅនាងមានសក់ពណ៌មាសវែងនិងភ្នែកភ្លឺដូចផ្កាយបិតារបស់នាងគឺស្ដេចអាល់ដ្រេកបានគ្រប់គ្រងនគរដោយប្រាជ្ញានិងសេចក្តីស្រឡាញ់ហើយប្រជាជនបានគោរពព្រះអង្គប៉ុន្តែមានរឿងមួយដែលធ្វើឲ្យរាជាណាចក្រមិនសូវមានអំណរគឺបណ្ដាសាដ៏គួរឲ្យខ្លាចដែលត្រូវបានបោះមកលើដែនដីអស់ជាច្រើនឆ្នាំដំណាំបានបរាជ័យហើយទន្លេក៏រីងស្ងួតសត្វទាំងនោះបានរីកធំឡើងដោយខុសធម្មតាហើយបកងងឹតហាក់ដូចជាបក់មកលើនគរស្ដេចបានស្វែងរកគ្រូសិស្សនិងគ្រូធ្មប់ដ៏មានឥទ្ធិពលជាច្រើនប៉ុន្តែគ្មាននរណាអាចបំបែកបណ្ដាសាបានឡើយវាត្រូវបានគេនិយាយថាមានតែផ្លែប៉ោមមាសដែលជាផ្លែឈើដ៏កម្រនិងវេទមន្តលាក់ខ្លួនជ្រៅនៅក្នុងព្រៃ Enchanted ប៉ុណ្ណោះដែលអាចស្ដារជីវិតរបស់នគរនិងនាំមកនូវសន្តិភាពឡើងវិញថ្ងៃមួយព្រះនាងអេសាបេឡាបានរកពុករបស់នាងនិយាយទៅកាន់ទីប្រឹក្សារបស់គាត់ផ្លែប៉ោមមាសអាចត្រូវបានរកឃើញដោយមនុស្សដែលមានចិត្តបរិសុទ្ធតែប៉ុណ្ណោះហើយការធ្វើដំណើរដើម្បីស្វែងរកវាគឺមានគ្រោះថ្នាក់ណាស់ពោពេញទៅដោយសត្វសាហាវនិងអន្ទាក់ដ៏គួរឲ្យខ្លាចអេសាបេឡាដឹងថាមធ្យោបាយតែមួយគត់ដើម្បីជួយសង្គ្រោះប្រជាជនរបស់នាងគឺដើម្បីចាប់ផ្ដើមដំណើរស្វែងរកដ៏គ្រោះថ្នាក់នេះដោយខ្លួននាងផ្ទាល់ដោយចិត្តក្លាហាននាងខ្ចប់កាបូបថាភ្លាឪពុកហើយចេញដំណើរទៅនៅពេលនាងចូលទៅក្នុងព្រៃ Enchanted ដើមឈើបានខ្សឹបប្រាប់យ៉ាងទន់ភ្លន់តាមខ្យល់ហាក់ដូចជាព្រមាននាងអំពីគ្រោះថ្នាក់នៅខាងមុខប៉ុន្តែអេសាបេឡានៅតែមិនបានរារាំងដោយភាពក្លាហានរបស់នាងបំភ្លឺផ្លូវជាច្រើនថ្ងៃបានកន្លងផុតទៅហើយនាងបានចូលទៅក្នុងព្រៃកាន់តែជ្រៅដីកាន់តែអាតកំបាំងនិងចម្លែកនាងបានជួបសត្វដែលនាងមិនធ្លាប់បានឃើញពីមុនមកដូចជាមេអំបៅដែលមានពន្លឺទន់សាយនិយាយនិងទេពអប្សរចិត្តអាក្រក់ដែលបានដឹកនាំនាងឆ្លងកាត់ផ្លូវងឹតប៉ុន្តែគ្មានអ្វីពិបាកដូចពេលនាងទៅដល់បេះដូងនៃព្រៃដែលមានដើមផ្លែប៉ោមមាសឈរដើមឈើនេះអស្ចារ្យណាស់មានស្លឹកពណ៌មាសចាំងពន្លឺថ្ងៃហើយព្យួរចេញពីមែករបស់វាគឺជាផ្លែប៉ោមតែមួយបញ្ចេញពន្លឺប៉ុន្តែអ្នកយាមការពារវាជានាគដ៏កាចសាហាវចិញ្ចើមរបស់វាភ្លឺដូចត្បូងមរកតភ្នែករបស់វាឆេះដោយភ្លើងនាគស្រែកដាក់នាងថាមានតែអ្នកដែលស័ក្តិសមប៉ុណ្ណោះដែលអាចប៉ះ Apple Golden តើអ្នកគិតថាអ្នកស័ក្តិសមទេព្រះនាងអ៊ីសាបេឡាឈោកខ្ពស់ហើយឆ្លើយថាក៏ខ្ញុំមិនស្វែងរកផ្លែប៉ោមសម្រាប់ខ្លួនខ្ញុំទេប៉ុន្តែសម្រាប់ប្រជាជនរបស់ខ្ញុំបណ្ដាសាបាននាំទុកដល់អ្នករាល់គ្នាក្នុងនគររបស់ខ្ញុំហើយខ្ញុំប្រាថ្នាចង់បានស្រុកនេះឡើងវិញខ្ញុំនឹងមិនអនុញ្ញាតឲ្យការភ័យខ្លាចបញ្ឈប់ខ្ញុំឡើយនាគបានសិក្សានាងមួយសន្ទុះក្រឡេកមើលដល់ក្តៅគុករបស់វានិយាយដោយស្រទន់យីមនុស្សជាច្រើនមកស្វែងរកផ្លែប៉ោមនេះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុន្តែបេះដូងរបស់អ្នកគឺបរិសុទ្ធព្រះនាងប្រហែលជាអ្នកដែលអាចនាំមកនូវការផ្លាស់ប្ដូរដោយសំឡេងក្រហមនាគក៏ដើរចេញទៅក្រៅដោយអនុញ្ញាតឲ្យនាងចូលទៅជិតដើមឈើអេសាបេឡាបានក្រោកឡើងហើយទាញ Golden Apple ចេញពីមែករបស់វាពេលនាងកាន់វានៅក្នុងដៃភ្លាមខ្យល់នៅជុំវិញនាងហាក់ដូចជាភ្លឺពុកនៅខាងលើបានបែកចេញហើយពន្លឺពណ៌មាសដ៏កក់ក្ដៅបានជះមកលើព្រៃនាងបានត្រឡប់ទៅប្រាសាទវិញផ្លែប៉ោមពណ៌មាសភ្លឺចែងចាំងក្នុងដៃពេលទៅដល់នាងបានយកផ្លែប៉ោមទៅដាក់ក្នុងសួនរាជដែលវាផ្ទុះឡើងជាពន្លឺដ៏ភ្លឺស្វាងបញ្ចេញនូវរោគវេទមន្តដែលសាយភាយពេញគោដំណាំចាប់ផ្ដើមរីកចម្រើនទឹកទន្លេហូរម្ដងទៀតហើយសត្វក៏ត្រឡប់ទៅផ្ទះវិញបណ្ដាសាត្រូវបានរលាយស្ដេចអឺដ្រេកបានអបកូនស្រីរបស់គាត់ទាំងទឹកភ្នែកនៃសេចក្តីអំណរបុត្របានសង្គ្រោះយើងព្រះនាងដ៏ក្លាហានរបស់បេតាចិត្តរបស់បុត្រពោពេញទៅដោយសេចក្តីសប្បុរសនិងសេចក្តីក្លាហានបាននាំសេចក្តីសង្ឃឹមមកដល់យើងហើយចាប់ពីថ្ងៃនោះមកព្រះនាងអេសាបេឡាត្រូវបានគេស្គាល់ថាជាព្រះនាងនៃពន្លឺនិងក្តីសង្ឃឹមព្រោះនាងបានបង្ហាញថាសូម្បីតែនៅក្នុងគ្រាដ៏ងឹតបំផុតក៏ដោយក៏បេះដូងដ៏បរិសុទ្ធមួយអាចផ្លាស់ប្ដូរពិភពលោកបាន